ដោយសង្កេតឃើញថាបច្ចុប្បន្នពេលក្មេងចូលចិត្តប្រើប្រាស់ទូរស័ព្ទជាងទៅជាទំនប់ជាងការអានសៀវភៅសម្រាប់នេះបើយើងទៅតាម The Asian Foundation ของនៅឆ្នាំ2023ហើយនៅ World Vision ក្នុងឆ្នាំ2019ដូចជាហើយខ្ញុំពួកខ្ញុំជាយុវជនដែលមកពីខេត្តសៀមរាបខ្ញុំមកការគម្រោងមួយដែលមានឈ្មោះថាសបាយអានតែសបាយអានគឺជាបណ្ណាល័យច្បាប់តើពួកខ្ញុំបានដោះស្រាយបញ្ហាដល់ខ្ញុំតើរបៀបណាទៅជំហានដំបូងរបស់ពួកយើងគឺបានបង្កើតនៅសភៅណែនាំដែលសភៅណែនាំនោះគឺបានជួយសម្រួលដល់សិស្សលោកគ្រូអ្នកគ្រូជាប់ប្រើប្រាស់ជាឧបករណ៍នៃការអានហើយនៅវិធីសាស្ត្រនឹងជួយដល់ការបង្រៀនប្រកបដោយប្រសិទ្ធភាពហើយសភៅណែនាំរបស់ពួកយើងគឺបច្ចុប្បន្នគឺយើងមានចំនួន30បាតហើយចំនួន30បាតនោះមានចំនួនមានសកម្មភាពចំនួន15ហើយសកម្មភាពចំនួន15នោះមានវិធីណែនាំគោលដៅហើយនឹងវិធីប្រើប្រាស់ទាំងច្បាស់លាស់ក្នុងនោះហើយពួកយើងមានសភៅណែនាំតាមរបស់ពួកយើងគ្រប់គ្រងនេះពួកយើងត្រូវការប្រអប់នៃសបាយអានមួយទៀតតែប្រអប់នៃសបាយអានយើងអាចហៅថាប្រអប់ខ្នាតតូចនៃសបាយអានបណ្ណាល័យច្បាប់តែប្រអប់របស់ពួកយើងគឺមានសភៅណែនាំចំនួន2សភៅគ្រឿងគ្រប់ប្រភេទចំនួន15បាតហើយនឹងសម្ភារៈដែលទាក់ទងជាមួយសកម្មភាពមួយមួយផ្សេងទៀតគឺយើងបានបង្កើតនៅសិក្ខាសាលាតែសិក្ខាសាលាហ្នឹងយើងបង្កើតឡើងដើម្បីគីកូនិស្សិតសិស្សលោកគ្រូដូចជាបានណារៀនដែលគាត់មកចូលរួមព្រោះយើងដឹងថានៅពេលដែលយើងអានសភៅតែអានម្នាក់ឯងត្រូវអត់តែនៅពេលដែលយើងមកចូលសិក្ខាសាលាយើងបានមកចូលរួមជាក្រុមយើងបានរៀនសូត្រឲ្យថ្មីហើយជាពិសេសគឺបង្កើតបរិយាកាសសប្បាយរីករាយផងដែរមួយផ្សេងទៀតគឺទាក់ទងជាមួយនឹងកន្លែងដែលយើងត្រូវដាក់ប្រអប់នៃសបាយអានកន្លែងដែលយើងត្រូវដាក់គឺយើងបានដាក់វិញបោះហើយនៅសាលាបឋមសាធំដីហើយសាលាបឋមសាគ្រប់លើហើយពួកយើងកំពុងតែត្រូវទៅដាក់សាលាផ្សេងទៀតដូចជាសាលាកូនឪនិងសាលា Village School ផងដែរនៅពេលដែលយើងធ្វើសិក្ខាសាលានេះយើងទទួលបានការ inspire ពីខាងអូនតារាឆ្នាំហ្នឹងគាត់មានអាយុ16ឆ្នាំហើយដែលជាអាយុច្រើនជាងមែនតើក្នុងស្នាក់នៅសាលាបឋមដែលគាត់រៀនថ្នាក់ទី6តារាទៅពេលជាគាត់យ៉ាងម៉េចក៏គាត់នៅតែប្រឹងប្រែងរៀនសូត្រហើយនៅពេលដែលគាត់បានមកចូលរួមមួយពួកខ្ញុំហើយគាត់បានប្រាប់ថានៅពេលដែលខ្ញុំចូលរួមរបស់ហើយមានអារម្មណ៍ថាសប្បាយចិត្តហើយមានកម្លាំងចិត្តក្នុងការបន្តទៅទៀតជាពិសេសគឺប្រឹងប្រែងរៀនសូត្រនិងអានស្គាល់បានច្រើនអូខេចូលចំពោះផងវិញតើខ្ញុំឆ្លើយបានទេថាទៅទីមួយគឺតើតើជាមួយនឹងការគ្រប់គ្រងយ៉ាងពីរហឹងពីខាងលោកគ្រូទៅធម្មតានៅក្នុងម៉ោងបណ្ណាល័យឬក៏គឺតែមាន1ម៉ោងគឺជាស្រាប់តែចូលបណ្ណាល័យអញ្ចឹងដល់ពេលនោះលោកគ្រូទៅពេលដែលគាត់ចូលគាត់តែងតែចូលនៅក្នុងឯងនៅសកម្មភាពនៅក្នុងការធ្វើរបស់ពួកគាត់ហើយពេលខ្លះពួកឲ្យសិស្សគាត់ដូចថាបដាពេកឬក៏អត់សូវចូលរួមទេប៉ុន្តែដល់ពេលដែលគាត់មានខាងសភៅដែលនៅរបស់ពួកយើងគឺគាត់អាចសិស្សអាចចូលរួមច្រើនជាងមុនហើយងាយស្រួលហើយចំណេញពេលវេលាទៀតចំពោះសិស្សសាស្ត្រវិញពេលដែលគាត់ចូលរួមគាត់សប្បាយចិត្តហើយគាត់ប្រឹងប្រែងរៀនសូត្រហើយជាពិសេសគាត់ប្រាំចំអានសភៅជាងការលេងទូរស័ព្ទអានេះគឺជាលទ្ធផលដែលយើងបានធ្វើជាស្ដែងប៉ុន្តែយើងក៏បានធ្វើនៅក្នុង social media ដែលដូចជា Facebook page របស់ពួកយើងហើយពួកយើងឃើញថាមានការចូលរួមច្រើនពីអ្នកអរគ្នាជាងទុកទេហ្មងដែលមានអ្នកចូលមើលចំនួន5000នាក់ដែលអ្នក create របស់ពួកយើងមានដល់61នាក់ចំពោះការរៀនសូត្រពីគម្រោងវិញពួកយើងមកមកគេគឺទាក់ទងជាមួយការធ្វើការងារជាក្រុមការចេះបកបែកតាមកន្លែងផ្សារជាការចេះដោះស្រាយបញ្ហាហើយនឹងមានត្រង់ឲ្យជាមួយសហគមន៍ជាការហេតុអីបានជាត្រូវពួកខ្ញុំមានគោលដៅគោលបំណងឲ្យចាក់គោលវិស័យបានលុះហើយជាពិសេសពួកខ្ញុំនឹងទៅធ្វើគម្រោងនៅឆ្នាំក្រោយនេះឆ្នាំក្រោយចាប់ពីខែមករាដល់ខែមេសានៅក្នុងសាលាបឋមវិសាលវិទ្យាដែលក្នុងខេត្តសៀមរាបតែម្ដងពួកយើងសង្ឃឹមជឿជាក់ថាក្រុមពួកយើងជួយសម្រួលហើយនឹងដល់គ្រូអ្នកគ្រូហើយនឹងសាលាផ្សេងៗទៀតនៅក្នុងប្រទេសនៅទូទាំងប្រទេសតែម្ដងចូលរួមជាមួយពួកយើងដើម្បីលើកកម្ពស់ការអានហើយនឹងជាមួយទៅមានជាពលវិជ្ជាតាមរយៈអំណាចនៃការអានបាទអរគុណ